សុស្ដីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ឯកសារខ្មោចថ្ងៃនេះយើងនឹងនាំបងប្អូនទាំងអស់គ្នាទៅស្វែងយល់អំពីរឿងព្រីមួយដ៏ល្បីល្បាញបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកដែលបានធ្វើឲ្យមនុស្សរាប់សិបលាននាក់មានអារម្មណ៍ថាព្រឺក្បាលរហូតមកដល់សប្តាហ៍ថ្ងៃនេះរឿងនេះមានឈ្មោះថា Pre Bell ឬក៏ The Bell Witch ដែលបានកើតឡើងនៅក្នុងរដ្ឋ Tennessee តើរឿង Pre Bell បានកើតឡើងយ៉ាងដូចម្តេចខ្លះសូមតាមដានទាំងអស់គ្នារឿង Pre Bell នេះបានចាប់ផ្ដើមនៅចន្លោះឆ្នាំ1817រហូតដល់ឆ្នាំ1821នៅក្នុងទីក្រុង Athens រដ្ឋ Tennessee សហរដ្ឋអាមេរិកគ្រួសារ Bell គឺជាគ្រួសារកសិករមួយដ៏ល្បីល្បាញបំផុតនៅទីនោះនៅក្នុងគ្រួសារនោះឪពុកមានឈ្មោះថា John Bell ហើយម្ដាយវិញមានឈ្មោះថា Lucy Bell ទាំងពីរនាក់មានកូនជាច្រើនគ្រួសារមួយនោះគឺជាមនុស្សដែលឧស្សាហ៍ព្យាយាមនិងរស់នៅដោយសុខសាន្តគ្រួសារ Bell បានជួបប្រទះនឹងបាតុភូតចម្លែកជាច្រើនឧទាហរណ៍ពួកគេបានឮសំឡេងឆ្កតនៅក្នុងជញ្ជាំងផ្ទះដូចជាសត្វកណ្ដោរត់ឬក៏សត្វស្លាបហោះចុះឡើងជាដើមបន្ទាប់មកសំឡេងទាំងនោះឮកាន់តែខ្លាំងរហូតដល់សំឡេងកោះទ្វារកោះជញ្ជាំងនិងសំឡេងទៀងកៅអីក្នុងផ្ទះថែមទៀតផងបាតុភូតចម្លែកទាំងអស់នេះបានកើតឡើងកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃពួកគេមានអារម្មណ៍ថាមានអ្វីមួយយ៉ាងដែលមើលមិនឃើញកំពុងតែរស់នៅជាមួយពួកគេវត្ថុនៅក្នុងផ្ទះចាប់ផ្ដើមផ្លាស់ប្ដូរទីតាំងដោយខ្លួនឯងហើយពេលខ្លះទៀតចានឆ្នាំងក៏ធ្លាក់បែកដោយគ្មានមូលហេតុកូនស្រីពៅរបស់ John Bell មានឈ្មោះថា Betsy Bell ដែលមានអាយុប្រហែល12ឆ្នាំបានក្លាយជាគោលដៅចម្បងនៃបាតុភូតចម្លែកបែបនេះបាតុភូតចម្លែកទាំងអស់នោះបានធ្វើបាប Betsy យ៉ាងខ្លាំងវាបានទាញសក់នាងវាយនាងថែមទាំងខំនាងថែមទៀតផងពេលនោះគេឃើញ Betsy ហោះផុសពីលើគ្រែឬក៏អូសចុះពីលើគ្រែដោយកម្លាំងមើលមិនឃើញគ្រួសារ Bell ពិតជាមានភាពភ័យខ្លាចយ៉ាងខ្លាំងហើយមិនដឹងថាគួរតែធ្វើអ្វីឡើយពួកគេព្យាយាមស្វែងរកជំនួយពីខាងអ្នកជិតខាងបូជាចារប៉ុន្តែគ្មាននរណាម្នាក់អាចជួយបានឡើយអ្វីដែលគួរឲ្យខ្លាចយ៉ាងទៀតនោះគឺវិញ្ញាណឬក៏បាតុភូតចម្លែកទាំងអស់នោះបានចាប់ផ្ដើមនិយាយដំបូងសម្លេងទាំងអស់នោះស្អកស្អាប់ដាប់មិនបានប៉ុន្តែបន្តិចមកសម្លេងនោះគឺកាន់តែច្បាស់ហើយកាន់តែខ្លាំងឡើងរហូតដល់អាចធ្វើការសន្ទនាជាមួយគ្រួសារ Bell បានវិញ្ញាណនោះបានហៅខ្លួនឯងថា Kateហើយបានអះអាងថាខ្លួនជាព្រាយឬក៏ភាសាអង់គ្លេសហៅថា Witch ព្រាយ Kate បានដឹងរឿងរ៉ាវផ្ទាល់ខ្លួនរបស់គ្រួសារ Bell យ៉ាងច្បាស់លាស់បំផុតសូម្បីតែរឿងសម្ងាត់ដែលគ្មាននរណាម្នាក់ដឹងព្រាយនោះបាននិយាយភាសាជាច្រើនដូចជាភាសាឡាតាំងក្រិចនិងភាសាអង់គ្លេសវាបានបង្រៀនមេរៀនសាសនាជ្រឿងចម្រៀននិងសូម្បីតែនិយាយអំពីព្រឹត្តិការណ៍ដែលកើតឡើងនាពេលថ្ងៃអនាគតវាបានធ្វើឲ្យអ្នកណាដែលមកលេងផ្ទះ Bell មានភាពភ្ញាក់ផ្អើលនិងភាពភ័យខ្លាចយ៉ាងខ្លាំងគោលដៅនៃព្រីខេតគឺលោក John Bell តែម្ដងវាបានគំរាមកំហែងដល់អាយុជីវិតរបស់គាត់ជាច្រើនលើកច្រើនសារមកហើយព្រីនោះបានធ្វើឲ្យគាត់មានជំងឺជាប្រចាំដែលមានការឈឺក្បាលឈឺពោះឈឺសាច់ដុំនិងការគេងមិនលក់ពេលខ្លះវាបានប៉ះទង្គិចជាមួយគាត់ខំគាត់ឬក៏ទាញសក់គាត់ថែមទៀតផងគ្រូពេទ្យជាច្រើនបានមកពិនិត្យគាត់ប៉ុន្តែមិនរកឃើញជំងឺអ្វីទាំងអស់ពីមួយថ្ងៃទៅមួយថ្ងៃករណីរបស់ John Bell មានអារម្មណ៍ថាធ្ងន់ធ្ងរទៅនៅថ្ងៃទី15ខែធ្នូឆ្នាំ1820លោក John Bell បានស្លាប់បាត់បង់ជីវិតដោយអាកំបាំងទៅមុននឹងពេលគាត់ស្លាប់ព្រី Bell បានប្រកាសខ្លួនឯងថាខ្លួននឹងសម្លាប់គាត់ក្រុមគ្រួសារបានរកឃើញដបតូចមួយនៅក្បែរគ្រែគាត់ហើយនៅពេលដែលគេយកទៅដាក់ឲ្យឆ្មាផឹកឆ្មានោះក៏ស្លាប់ភ្លាមគេជឿថាព្រីខេតបានដាក់ថ្នាំពុលក្នុងដបនោះដើម្បីសម្លាប់លោក John Bell បន្ទាប់ពីការស្លាប់របស់លោក John Bell ព្រីខេតបានបាត់ខ្លួនទៅមួយរយៈប៉ុន្តែវាបានត្រឡប់មកវិញនៅឆ្នាំ1928ដោយបានធ្វើបាបកូនប្រុសរបស់លោក John Bell មានឈ្មោះថា John Bell Jr. ព្រីនោះបានប្រកាសខ្លួនឯងថាខ្លួននឹងត្រឡប់មកវិញក្នុងរយៈពេល7ឆ្នាំឬ70ឆ្នាំរឿងព្រី Bell នេះបានក្លាយជារឿងព្រេងនិទានដ៏ល្បីល្បាញនៅក្នុងសហរដ្ឋអាមេរិកមានសៀវភៅសរសេរជាច្រើនបាននិយាយអំពីរឿងនេះខ្សែភាពយន្តជាច្រើនដែលបានផលិតឡើងហើយវាថែមទាំងត្រូវបានគេយកទៅធ្វើជាបទចម្រៀងថែមទៀតផងរហូតមកដល់ថ្ងៃនេះមនុស្សជាច្រើនបានជឿថាព្រី Bell តែងតែត្រឡប់មកវិញនៅក្នុងតំបន់ Athens រដ្ឋ Tennessee ដដែលរៀងរាល់ឆ្នាំអ្នកទេសចរជាច្រើនបានទៅទស្សនានៅទីនោះដើម្បីស្វែងរកវត្ថុភស្តុតាងឬគ្រាន់តែចង់ដឹងរឿងរ៉ាវអំពីអាកំបាំងមួយនេះតើព្រី Bell អាចជាការពិតដែរឬទេមានទ្រឹស្ដីជាច្រើនដែលបានលើកឡើងអំពីរឿងមួយនេះទី1ទ្រឹស្ដីវិញ្ញាណមនុស្សជាច្រើនបានជឿថាព្រីខេតគឺជាវិញ្ញាណអាក្រក់ដែលធ្វើបាបគ្រួសារ Bellទ្រឹស្ដីទី2មានន័យថាទ្រឹស្ដីចិត្តសាស្ត្រអ្នកខ្លះជឿថាបាតុភូតទាំងអស់នេះគឺបណ្ដាលមកពីបញ្ហាផ្លូវចិត្តរបស់សមាជិកគ្រួសារណាមួយឬក៏បណ្ដាលមកពីភាពតានតឹងផ្លូវចិត្តនៅក្នុងគ្រួសារទ្រឹស្ដីទី3គឺជាទ្រឹស្ដីការបន្លំមានអ្នកខ្លះជឿថារឿងទាំងអស់នេះគ្រាន់តែជាការបន្លំឬជាការនិយាយបំពងពីសំណាក់គ្រួសារ Bell ដើម្បីទាក់ទាញចំណាប់ចាប់អារម្មណ៍ឧ
ឧទាហរណ៍មានទស្សន័យមួយនិយាយថាកូនស្រីរបស់លោក John Bell មានឈ្មោះថា Betsy Bell អាចជាអ្នកធ្វើរឿងទាំងអស់នេះដោយខ្លួនឯងដើម្បីជៀសវាងការរៀបការជាមួយបុរសម្នាក់ដែលនាងមិនស្រឡាញ់ទស្សន័យមួយទៀតបាននិយាយថាលោក John Bell មានចំនួនជាមួយអ្នកចិត្តខាងម្នាក់មានឈ្មោះថា Kate Spade អំពីរឿងដីធ្លីហើយអ្នកស្រី Bate បានដាក់បណ្ដាសាទៅលើគាត់ក្រោយមកព្រី Kate ក៏បានកើតឡើងទោះជាយ៉ាងណាក៏ដោយរឿងព្រេង Bell នៅតែជាអាថ៌កំបាំងមួយដែលមិនទាន់រកឃើញចម្លើយច្បាស់លាស់នៅឡើយរឿងនេះបន្សល់ទុកនៅមេរៀនជាច្រើនសម្រាប់មនុស្សជាតិវាបានបង្ហាញពីអំណាចនៃភាពភ័យខ្លាចឥទ្ធិពលនៃជំនឿនិងសារៈសំខាន់នៃការស្វែងរកការពិតមិនថាអ្នកជឿរឿងខ្មោចឬមិនជឿនោះទេរឿងព្រេងបែបនេះនៅតែជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ប្រជាប្រិយភាពរបស់សហរដ្ឋអាមេរិកដែលបានបន្តនិយាយតគ្នាពីមួយជំនាន់ទៅមួយជំនាន់វាជាការរំលឹកមួយថានៅលើโลกនេះនៅតែមានរឿងជាច្រើនដែលយើងមិនទាន់អាចបញ្យល់បានតើបងប្អូនមានមតិយោបល់យ៉ាងណាដែរចំពោះរឿងព្រេងបែបនេះតើបងប្អូនគិតថារឿងនេះអាចជាការពិតឬក៏ជាការប្រឌិតសូមចែករំលែកមតិយោបល់របស់បងប្អូនទាំងអស់គ្នាក្នុងប្រអប់ comment ខាងក្រោមសូមកុំភ្លេចចុច like share និង subscribe channel របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូបន្តទៀត